បាទខ្ញុំចង់ជំរាបថាជំងឺគ្រុនឈាមមកជាទូទៅមានចរិតរបស់វាគឺថាថ្ងៃទី1ដល់ថ្ងៃទី3គឺក្មេងក្តៅមិនឈប់ឈរតែម្ដងពីថ្ងៃទី1ដល់ថ្ងៃទី3ក្តៅហើយមានឈឺក្បាលឈឺសាច់ដុំបាទក្មេងធំចេះនិយាយប្រាប់ថាឈឺសាច់ដុំឈឺប្រឡងភ្នែកបាទហើយមុខឡើងក្រហមបាទស្បែកឡើងក្រហមហើយបើគេធ្វើតេស្តទៅឡើងគ្រាប់នៅលើស្បែកនឹងទៀតហើយក្មេងមិនញ៉ាំទេជួនកាលមានតែអូនឈឺពោះជួនកាលមានចេញឈាមច្រមុះអីចឹងទៅបាទហើយបន្ទាប់មកទៀតពីថ្ងៃទី4ទៅថ្ងៃទី5ជាដំណាក់កាលដែលគ្រោះថ្នាក់ជំងឺគ្រុនឈាមនៅថ្ងៃនេះគឺថាជាទូទៅគឺចុះត្រជាក់ហើយជាបើជំងឺផ្សេងទៀតត្រជាក់ខ្លួនគឺជាប៉ុន្តែចំពោះជំងឺនេះត្រជាក់ខ្លួនគឺគាត់ទៅជាយ៉ាប់ទៅវិញគឺគាត់អត់ញ៉ាំអីគាត់គេងសន្លឹមគាត់ក្អួតគាត់ឈឺពោះបាទជួនណាមានត្រជាក់ដៃត្រជាក់ជើងចេញហត់ចេញធ្លាក់ឈាមក្អួតមកមានឈាមមានជុះមកឈាមអញ្ចឹងបាទ